Bạn số đây bọn bọn sơ sa nó sa đang ở chỉ tì miệt trái bạn nào nông video này lúc ru xóm lợn dọc bệ số đôi nâng bệ bắn tè nâng bật tè mà thôi cá bỏ sai bằng hai anh bọn và xem phố bọn là miền chấm ngó tệ tông ta nâng bệ số đôi bệ này đôi bệ tớiឬក៏បញ្យល់ពាក្យបងអាចសាកសួរតាមរយៈការខមមិននៅក្រោមវីដេអូឬមួយបងចូលទៅក្រុម Telegram ដែលមានឈ្មោះថាបញ្យល់ពាក្យខ្មែរហើយធ្វើការសាកសួរនៅក្នុងក្រុមនោះលោកគ្រូនឹងព្យាយាមបកស្រាយឲ្យអស់ពីលទ្ធភាពជូនបងបាទអញ្ចឹងទេដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងតាមដានដូចតទៅបាទពាក្យទី1នេះគឺពាក្យបន្ទះបាទបន្ទះដែលសរសេរបណូយ៉ាងតអក្សរអះនេះថ្នាក់ពាក្យជានាមមានន័យថាចម្រៀកឈើចម្រៀកឫស្សីដែលមានបន្ទាធំជាងតូលឧទាហរណ៍ចម្រៀកសំប៉ែតបាទឧទាហរណ៍បន្ទះក្តារបាទបន្ទះក្តារបន្ទះឫស្សីបន្ទះរនាបបាទហ្នឹងគឺប្រើពាក្យបន្ទះនេះឯងចំពោះពាក្យទី2គឺពាក្យប្រទះបាទប្រទះនេះថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាជួបគ្នាឃើញដែលឥតដឹងពីមុនស្រាប់តែជួបឬស្រាប់តែឃើញបាទបងតែងតែឃើញពាក្យជួបនេះសរសេរជួស្រៈអ៊ូនិងបជួបនៅពេលនេះលោកគ្រូសេបចបាទតាមពិតពាក្យជួបនេះសរសេរចក៏បានចក៏បានដែរបាទម្ដងទៀតប្រទះថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាជួបគ្នាឃើញដោយឥតដឹងពីមុនស្រាប់តែជួបឬស្រាប់តែឃើញឧទាហរណ៍ប្រទះខ្លាប្រទះក្រីក្រប្រទះគ្នាកណ្ដាលផ្លូវបាទនេះគឺជាពាក្យអត្ថន័យនៃពាក្យប្រទះបាទអញ្ចឹងការបង្ហាញរបស់លោកគ្រូនៅពេលនេះបាទសូមចប់តែប៉ុណ្ណេះសង្ឃឹមថាវីដេអូនេះនឹងជួយជាប្រយោជន៍ខ្លះដល់ការសិក្សារបស់បងជាក់ជាមិនខានបាទអញ្ចឹងការបង្ហាញរបស់លោកគ្រូសូមបញ្ចប់តែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ